បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញជាថៃនេះជាកូនជ្រូករបស់ខ្ញុំដែលទៅតែនឹងកើតគឺមេ3សម្បុកហ្នឹងហើយពុកម៉ែបងប្អូនដែលត្រូវការក្នុងការតំណាក់តំណងចង់បានកូនជ្រូកពូជល្អក៏អាចតំណាក់តំណងមកខ្ញុំបានហ្នឹងហើយឃើញថានេះគឺខ្ញុំបានធ្វើវ៉ាក់សាំងវារួចរាល់ហើយអស់ហើយមើលទៅគឺថាធំល្អឆ្លោះល្អនេះពូជជ្រូក CP កាត់ជាមួយនឹងស្រូបយើងស្រូបបែបស្រូបជនបទស្រូបស្រែយើងហ្នឹងហើយក៏ខ្ញុំបានធ្វើវ៉ាក់សាំងធ្វើការពាររួចរាល់ហ្នឹងហើយដើម្បីរៀបចំបាយចេញហ្នឹងហើយបើពុកម៉ែបងប្អូនត្រូវការអាចតំណែងតំណងតាមលេខទូរស័ព្ទបានដើម្បីគឺថាប៉ុន្តែមកភ្ជាប់បាយនៅខាងឆ្ងាយគឺថាគឺខ្ញុំអត់មានមកភ្ជាប់បាយទេគឺយើងអត់មានឡានដឹកទេហ្នឹងហើយបើថានៅក្នុងខេត្តនៅទីរួមខេត្តអីហ្នឹងគឺថាខ្ញុំអាចមានមកភ្ជាប់បាយខ្លះដើម្បីដឹកយកទៅឲ្យហ្នឹងហើយគឺថាកូនជ្រូកល្អមែនទែននេះដូចជា6 7 គីឡូហ្នឹងហើយមាន6 7 គីឡូហើយតម្លៃសមរម្យគឺតម្លៃដូចទៅនឹងទីផ្សារនៅក្នុងស្រុកយើងគឺតម្លៃធូរទេគឺអត់ថ្លៃទេហ្នឹងហើយបើពុកម៉ែបងប្អូនចង់បានគឺថាអាចតំណែងតំណងបានហ្នឹងហើយយកទៅចិញ្ចឹមហើយមើលទៅគឺថាល្អថ្លោហ្នឹងហើយគឺថាល្អមែនទែនហើយបើពុកម៉ែបងប្អូនចង់បានគឺអាចតំណែងតំណងហ្នឹងហើយប្រហែលជាវីដេអូបន្តទៀតខ្ញុំមិនសូវមានពេលវេលាក្នុងការបញ្ចេញក្នុងការណែនាំពីការចិញ្ចឹមសត្វអញ្ចឹងគឺខ្ញុំនៅតែព្យាយាមជួបមុខជាមួយពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube នេះដោយសារគឺខ្ញុំមួយរយៈចុងក្រោយនេះគឺខ្ញុំនឹងមានបទពិសោធន៍និងចំណេះដឹងផ្សេងក្នុងការចែករំលែកទៅដល់ពុកម៉ែបងប្អូនតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំជារឿយមកនឹងហើយខ្ញុំនឹងព្យាយាមរងនៅគំនិតល្អដែលតកតងនឹងការចិញ្ចឹមសត្វដើម្បីចែកជូនពុកម៉ែបងប្អូនហើយដើម្បីតាមដានបន្តហើយនេះជាប្រភេទកូនជ្រូកយើងកូនជ្រូកនេះយើងដូចខ្ញុំបាននិយាយអញ្ចឹងមុនដំបូងឡើយគឺយើងទៅកើតយើងត្រូវការចាក់ថ្នាំជាតិដែកបន្ទាប់មកគឺយើងចាក់វ៉ាក់សាំងផ្លូវដង្ហើមវ៉ាក់សាំងជំងឺអត់ក្តាមយើងចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ទៅជ្រូកយើងមានការលូតលាស់ល្អហ្នឹងហើយពុកម៉ែបងប្អូនកុំស្ដាយថ្នាំកុំស្ដាយវ៉ាក់សាំងកាលណាតែយើងស្ដាយពេលដែលជ្រូកយើងធ្លាក់ខ្លួនឈឺមានបញ្ហាអាចនឹងខាតបង់ធំអញ្ចឹងការចាក់ថ្នាំការចាក់វ៉ាក់សាំងគឺយើងត្រូវតែព្យាយាមចាក់ឲ្យគ្រប់ចំនួននៃវ៉ាក់សាំងទៅជ្រូកយើងជៀសវាងឆ្ងាយពីជំងឺនិងមានការលូតលាស់លឿនហើយដល់តែពេលពុកម៉ែបងប្អូនគិតថាដាក់តែចំណីឲ្យស៊ីមិនដែលធ្វើវ៉ាក់សាំងមិនដែលចាក់វ៉ាក់សាំងឲ្យកូនជ្រូកគឺថាដល់តែពេលមានបញ្ហាគឺជ្រូកមានជំងឺឆ្លងគឺថាធ្វើឲ្យការខាតបង់ធំហ្នឹងហើយអញ្ចឹងគឺយើងត្រូវការព្យាយាមធ្វើវ៉ាក់សាំងវាឲ្យបានគ្រប់គ្រាន់ធ្វើឲ្យសុខភាពជ្រូករបស់យើងហ្នឹងគឺមានភាពស៊ាំទៅនឹងអាកាសធាតុនិងទប់ទល់នឹងជំងឺផ្សេងគឺបានល្អហើយធ្វើឲ្យមានការលូតលាស់ក៏ល្អទៅតាមនឹងដែរហ្នឹងហើយអញ្ចឹងវីដេអូនេះក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតហ្នឹងហើយបាយបើសិនជាមានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូរបស់ខ្ញុំតើតើការចិញ្ចឹមសត្វខ្ញុំនឹងព្យាយាមឆ្លើយតើកូនជ្រូកយើងកើតចាប់ពីប្រហែលថ្ងៃតើត្រូវចាក់វ៉ាក់សាំងអីខ្ញុំនឹងបង្ហាញបន្តទៀតហ្នឹងហើយអរគុណទាំងអស់គ្នាបាយដែលបានជួយ like ជួយ share វីដេអូនេះអរគុណទាំងអស់គ្នា